សួរបងប្អូនណែនាំបងប្អូនមើលកូនក្បាញទំលាស់ថ្មីត្រូវទឹកភ្លៀងលាស់ច្រើននេះសត្វលាស់មកច្រើនលាស់ទាំងអស់នោះមកគុំចូលជាង10កូននេះចឹងដែរលាស់ទាំងអស់សលាស់ឆ្នាំក្រោយបានលក់ពូជហើយនៅនេះកំបាយច្រើនហ្នឹងក្បាញនេះអត់សូវហឹរទេអត់ដូចក្បាញព្រៃទេរសជាតិវាហឹរតិចហឹរមានជាតិផ្អែមក្បាញព្រៃហឹរអ្នកចេះមិនចេះនេះសត្វលោះដោះកូនមកច្រើនកូនមកគុំមិនតិចទេយើងបើយើងដាំតែ4-10គុំផ្ទះហូបពលជុំរហូតស្រួលអាចលក់បានទៀតគ្រាន់តែ4ដើមនៅក្នុងហ្នឹងពីរថ្ងៃជីម្ដងពីរថ្ងៃជីម្ដងសកូនវានេះក៏កូននេះទំបានស្លឹក2ស្មៅសូវបានចាំងរវល់ពេកជិះប្រមូលផលហើយឆ្នាំក្រោយអាចលក់ពូជបានណាបងប្អូនតែបើបងប្អូនចង់បានកក់ទុកឲ្យហើយទៅខ្លាចលោមិនតាន់ទេមានអ្នកសួរនាំច្រើនតែតន់លក់ពូជព្រាបានច្រើនហ្នឹងលក់តិចវាអត់ឃើញលុយកូនមកនេះកូនអានេះកូននេះតែបានស្លឹក3ជីកបានតែអត់ជេរទុកពូជគុំនេះទំហើយថ្ងៃមុនលោកបែកកូនទៀត